យើងធ្លាប់សង្ស័យអត់ហេតុអ្វីនៅតំបន់ខ្លះដាំដំណាំអ្វីក៏មិនដុះហើយមានសភាពសោះក្រោះគ្មានជីជាតិសោះថ្ងៃនេះយើងមកសិក្សាស៊ីជម្រៅពីបញ្ហានេះជាមួយគ្នានោះគឺបញ្ហាដីព្រៃព្រោះបញ្ហានេះវាសំខាន់ខ្លាំងណាស់ហើយមានឥទ្ធិពលទៅលើការធ្វើកសិកម្មជុំវិញពិភពលោកយើងមកមើលថាវាគឺជាអ្វីហើយយើងអាចកែប្រែដីដែលមើលទៅហាក់ដូចគ្មានសង្ឃឹមមកមានភាពសម្បូរបែបបានដោយរបៀបណានៅពេលបានឮពីរឿងនេះអ្នកខ្លះអាចឆ្ងល់ថាសេចក្តីអាចមានជាតិប្រៃដូចអំបិលដែរមែនចម្លើយគឺវាអាចនេះគឺជាចំណុចចាប់ផ្ដើមនៃមេរៀនរបស់យើងថ្ងៃនេះនៅតំបន់ខ្លះទឹកនៅក្នុងដីអាចមានផ្ទុកទៅដោយសូលុយស្យូងអំបិលហើយនៅពេលដែលទឹកនោះហួតទៅបរិយាកាសវាបានបន្សល់ទុកជាតិប្រៃជាច្រើននៅក្នុងដីជាធម្មតារុក្ខជាតិត្រូវការស្រូបយកទឹកទៅចិញ្ចឹមជីវិតតាមរយៈឫសរបស់វាតែដោយសារជាតិប្រៃនៅក្នុងដីមានច្រើនវាធ្វើឲ្យទឹកត្រូវបានទាញពីឫសរុក្ខជាតិមកវិញដែលធ្វើឲ្យកោសិការុក្ខជាតិកាន់តែខ្វះជាតិទឹកថែមទៀតក្នុងស្ថានភាពនេះដំណាំរបស់យើងកាន់តែគួរឲ្យអាណិតមុននឹងដោះស្រាយបញ្ហានេះជាដំបូងយើងត្រូវដឹងជាមុនសិនថាអ្វីទៅដែលហៅថាដីប្រៃហើយវាបង្កជាបញ្ហាបែបណាសម្រាប់ដំណាំនេះគឺជាបញ្ហាដែលសំខាន់ខ្លាំងណាស់គឺរុក្ខជាតិរបស់យើងកំពុងស្ថិតក្នុងស្ថានភាពខ្វះជាតិទឹកក្នុងសារពាង្គកាយទោះបីជាយើងស្រោចទឹកច្រើនយ៉ាងណាក៏ដោយព្រោះជាតិអំបិលក្នុងដីបានភ្លុកជាតិទឹកធ្វើឲ្យឫសរុក្ខជាតិមិនអាចស្រូបយកទឹកបានជាលទ្ធផលរុក្ខជាតិមានអាការៈខ្វះទឹកខ្លាំងទីបំផុតអាចនឹងបង្កឲ្យស្លាប់បានទាំងដែលក្នុងដីមានទឹកគ្រប់គ្រាន់ស្ដាប់មកដល់ត្រឹមនេះនឹងខ្លះក៏មានសំណួរមួយក្នុងចិត្តថាចុះជាតិប្រៃក្នុងដីបានមកពីណាជារឿងរបស់ធម្មជាតិឬជាទង្វើរបស់មនុស្សរឿងនេះវាមានភាពស្មុគស្មាញជាងអ្វីដែលយើងគិតគឺមានទាំងការកើតឡើងខ្លួនឯងតាមធម្មជាតិហើយអ្វីដែលគួរឲ្យព្រួយបារម្ភគឺសកម្មភាពរបស់មនុស្សយើងបានធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងទាំងដែលយើងមិនដឹងខ្លួនការកើតឡើងជាតិប្រៃដោយធម្មជាតិមាននៅកន្លែងដែលហួតហែងខ្លាំងមិនសូវមានភ្លៀងធ្លាក់កម្ដៅថ្ងៃខ្លាំងទឹកហួតអស់ជាតិអំបិលបានបន្សល់នៅលើដីហើយពេលខ្លះអាចមានលីសាដែលមានជាតិអំបិលតាមធម្មជាតិពេលពុកផុយជាតិប្រៃក៏មានសល់នៅលើដីហើយជាធម្មតាតំបន់ដែលនៅជាប់មាត់សមុទ្រដីតែងតែមានជាតិប្រៃឥឡូវនេះយើងមកដឹងពីកត្តារបស់មនុស្សម្ដងថាមានទង្វើអ្វីខ្លះដែលធ្វើឲ្យដីប្រៃពេលខ្លះយើងអាចនឹងគិតមិនដល់ដោយការយកទឹកពីកន្លែងដែលមានជាតិប្រៃមកស្រោចដំណាំការធ្វើរបៀបនេះជារឿយធ្វើឲ្យដីយើងក្លាយជាដីប្រៃបានឬការដាំដំណាំដែលមិនមានប្រព័ន្ធបញ្ចេញបញ្ចូលទឹកបានល្អទឹកមិនហូរអំបិលក៏បានស្ដុបទុកនៅជាមួយគ្នានោះដែរឬសូម្បីតែការប្រើប្រាស់ជីគីមីប្រភេទខ្លះក៏អាចធ្វើឲ្យដីប្រៃបានដែរក្រោយពីយើងបានដឹងពីបញ្ហានិងមូលហេតុនៃដីប្រៃរួចហើយយើងមកស្វែងរកដំណោះស្រាយទាំងអស់គ្នានេះគឺ4ជំហាននៃការដំណោះស្រាយរបស់យើងដែលនឹងនាំមកនូវវិធីសាស្ត្រដ៏ល្អក្នុងការកែប្រែដីឲ្យត្រឡប់មកមានភាពស្រស់បំព្រងម្ដងទៀតតោះយើងមកស៊ីជម្រៅក្នុងចំណុចនេះមួយថាតើវាមានអ្វីខ្លះចំណុចនេះប្រៀបដូចជាការបើកទ្វារយើងសាកគិតមើលប្រសិនបើយើងចង់លាងអំបិលចេញពីដីត្រូវបើកផ្លូវឲ្យវាចេញបើមិនចឹងទេវានឹងស្ដុកក្នុងដីដូចដើមនៅពេលដែលយើងបើកផ្លូវហើយក៏ដល់ពេលយើងលាងដីម្ដងមានន័យថាយើងប្រើទឹកស្អាតស្រោចដីដំណាំតែយើងត្រូវប្រាកដថាទឹកនោះគ្មានជាតិប្រៃដែលធ្វើឲ្យដីយើងកាន់តែអាក្រក់លើដើមការធ្វើរបៀបនេះជារឿយធ្វើឲ្យទឹកនាំយកសារធាតុប្រៃដែលដក់ជាប់តាមគ្រាប់ដីឲ្យចាក់ចេញទៅពេលដែលយើងបានជម្រះជាតិប្រៃហើយយើងត្រូវថែមសារធាតុរេរាងដល់ដីដែលមានដូចជាជីកំប៉ុស្តនិងជីលាមកសត្វព្រោះវាមានតួនាទីជួយបន្ថែមសារធាតុចិញ្ចឹមដល់ដីនិងបង្កើតពួកមីក្រូសារពាង្គកាយមានប្រយោជន៍ក្នុងដីនៅពេលដែលដីរបស់យើងបានត្រឡប់មកល្អបន្តិចម្ដងយើងត្រូវជ្រើសរើសពូជដំណាំណាដែលមានភាពធន់នឹងជាតិប្រៃយកមកដាំព្រោះមិនត្រឹមតែយើងទទួលបានកសិផលទេវាថែមទាំងមានឥទ្ធិពលជួយពន្លឿនការវិវត្តរបស់ដីឲ្យកាន់តែមានសភាពសម្បូរបែបសម្រាប់ដំណាំផងដែរតោះយើងមកសរុបអ្វីដែលបាននិយាយគ្នាកន្លងមកបន្តិចដើម្បីឲ្យយើងងាយចងចាំនិងអាចយកទៅប្រើជាប្រយោជន៍ក្នុងការធ្វើកសិកម្មរបស់យើងសរុបងាយណាបាតដីប្រៃជាដីដែលមានជាតិអំបិលច្រើនរហូតដល់ដំណាំរបស់យើងមិនអាចស្រូបយកជាតិទឹកមកប្រើប្រាស់បានប្រៀបដូចជាយើងស្រេកទឹកហើយមិនអាចផឹកទឹកបានមូលហេតុអាចបណ្ដាលមកពីលក្ខណៈធម្មជាតិរបស់ដីនិងសកម្មភាពរបស់មនុស្សតែកុំបារម្ភយើងអាចដោះស្រាយបានតាមរយៈ4ជំហានសំខាន់ទី1គឺធ្វើប្រព័ន្ធទឹកឲ្យបានល្អទី2គឺប្រើប្រាស់ទឹកស្អាតគ្មានជាតិប្រៃមកស្រោចស្រពទី3បន្ថែមសារធាតុរេរាងដល់ដីហើយទី4គឺប្រើដំណាំដែលធន់នឹងជាតិប្រៃពិតមែនហើយការធ្វើកសិកម្មយើងមិនត្រូវចង់បានតែកសិផលប៉ុណ្ណោះទេយើងត្រូវមើលថែទាំដីនិងផ្ដល់សារធាតុរេរាងទៅឲ្យដីវិញដើម្បីអាចអាស្រ័យផលបានយូរអង្វែងជាចុងក្រោយខ្ញុំសូមអរគុណក្នុងការចំណាយពេលវេលារបស់អ្នក